គ្រឿងសមុទ្រត្រាំទឹកស៊ីអ៊ីវថ្ងៃនេះមកញ៉ាំទៀតណាបងប្អូនលោកនេះដាក់ថាមួយចានពេញបុកចម្រោះមុខមកអញ្ចឹងមកហ្មងហើយថ្ងៃនេះខ្ញុំបានច្រើនកំប៉ុងមែនតើបងប្អូនអើយទៅផ្សារលាគីហ្នឹងគឺឃើញគេដាក់លក់អូបងប្អូនចាំការទៀតចូលចិត្តញ៉ាំផងដាក់បាន4 5កំប៉ុងមកអញ្ចេះមកបងប្អូនច្រើនមែនតើណារហូតដល់ធ្លាប់ថាកំងគាត់ទេទៅកំងគាត់យកមកដល់ផ្ទះអញ្ចឹងប៉ុន្តែលើកនេះគឺយើងបាច់កំងដល់កន្លែងក៏បានដែរយើងមានគេថាមានលក់តាមផ្សារលាគីគ្រប់សាខាអញ្ចឹងងាយស្រួលយើងទិញយកមកដាក់ទូទឹកកកទុកញ៉ាំពេលថាពេលឃ្លានឡើងអញ្ចឹងយើងអាចយកមកកំប៉ុងពីកំប៉ុងចេញពីទូទឹកកកយើងយកមកញ៉ាំបានអញ្ចឹងហើយគ្រឿងសមុទ្រខាងហូមតាមមុនឥឡូវនេះគឺគេទំនើបបងប្អូនគេថាគ្រឿងសមុទ្រហ្នឹងគេដាក់បកកហ្នឹងគឺដើម្បីថាសម្រាប់មេរោគតាមបែបធម្មជាតិអញ្ចឹងគឺថារក្សាទុកគុណភាពរហូតដល់6 ខែបងប្អូនមិនថាអត់ស្រស់ទេណាបងប្អូនគ្រឿងសមុទ្រមួយគឺថាសិតតែស្រស់ថ្មីដែលថាគេយកគ្រឿងសមុទ្រដែលស្រស់ហ្នឹងគេយកមកធ្វើអញ្ចឹងធ្វើស្អាតអស់ហើយបានគេត្រាំយកទៅកកដើម្បីថាសម្រាប់មេរោគឲ្យបានថាត្រឹមត្រូវមកអញ្ចឹងដល់ពេលឥឡូវនេះខ្ញុំទុកឆ្លៀតទុកឲ្យថារៀងលេទៅកកតិចខ្ញុំមកថាត្រៀមបន្លែត្រៀមអីទុកញ៉ាំជាមួយអញ្ចឹងណានេះនៅផ្ទះអីមានបន្លែក្នុងទូទឹកកកស្រាប់យើងយកមកដាក់ញ៉ាំជាមួយគ្នាមកនេះបងប្អូនចាក់មកអញ្ចឹងសភាពវាកកនេះមិនមែនកកជាប់ទេបងប្អូនយើងដាក់ក្រៅទូទឹកកកហើយអានេះវារៀងជាប់អញ្ចឹងយើងបេះមកគឺថាវាមិនជាប់ខ្លាំងទេបងប្អូនមកល្មមតែថាយើងអាចត្រៀមខ្លួននៅក្នុងការញ៉ាំបានអញ្ចឹងណាគាត់ថាចាក់អញ្ចឹងមកឈ្ងុយមែនតើបងប្អូនណាដល់ពេលចាក់ហើយអញ្ចឹងបានថាមួយចានធំពេញបឹបអញ្ចឹងមកហ្មងហើយសាមុននេះបងប្អូនញ៉ាំបើថាបែបកកតិចកកព្រិលឆ្ងាញ់ហ្មងហើយទឹកជ្រលក់នេះទិញមកគឺអត់មានថែមមកអានេះគឺថាខ្ញុំកំងពីម្សិលមួយថ្ងៃមកញ៉ាំអស់ទៅនៅសល់ទឹកជ្រលក់នៅសល់អីចឹងទៅក៏យកមកដាក់ថាញ៉ាំជាមួយទៅប៉ុន្តែបើសិនបងប្អូនទិញទៅបើកកំប៉ុងភ្លាមញ៉ាំបានភ្លាមទេព្រោះដោយសារតែក្នុងនោះគេត្រាំមករសជាតិរបស់គេនឹងប្រៃផ្អែមអីឆ្ងាញ់ហើយស្រាប់ហើយបងប្អូនមានម្ទេសមានខ្ទឹមអីនៅក្នុងនោះអញ្ចឹងយើងមកដល់ហ្នឹងក៏យើងបើកកំប៉ុងមកគឺយើងញ៉ាំបានអញ្ចឹងគ្រឿងសមុទ្រអញ្ចឹងខ្ញុំចូលចិត្តញ៉ាំមែនតើបងប្អូនជាពិសេសប៉ាហ៊ូសាច់ប៉ាហ៊ូរបស់គេសាច់ឡងទុនផុយមែនតើហ្មងដល់ខ្ញុំធ្លាប់តែញ៉ាំគ្រឿងសមុទ្រត្រាំទឹកស៊ីអ៊ីវបងប្អូនត្រាំមកយកអីទុកចោលប៉ុន្តែលោកនេះអូបងប្អូនញ៉ាំមួយបែបទៅថាកកព្រិលអញ្ចឹងសាច់ត្រជាក់ឆ្ងាញ់មែនតើមកហ្មងនិយាយថាមុនចេះមកជាមួយខ្ទឹមបំពងបានតែលឺសូរសលេងច្រោកចេះបងប្អូនហៀទឹកមាត់ហ្មងខ្ញុំគាត់នៅថា voice over អញ្ចេះក៏ថា clean ភាសាទៀតដែរបងប្អូននិយាយថាញ៉ាំច្រើនមិនក៏ថាអត់ចេះតលន់ដែរគ្រឿងសមុទ្រត្រាំអញ្ចេះបងប្អូនដោយសារតែរសជាតិរបស់ទឹកស៊ីអ៊ីវរបស់គេនោះគឺថាត្រាំចេញមកគឺថាឈ្ងុយបើថារសជាតិហឹលវិញហឹលតិចលំមកថាឆ្ងាញ់អញ្ចឹងណាបងប្អូនវាមិនហឹលខ្លាំងពេកទេមកល្មមអ្នកអត់ចេះញ៉ាំហឹលឯងគាត់ថាអាចញ៉ាំបានដែរជាពិសេសគឺថាចំណុចពិសេសរបស់គេនោះមានខ្យងអាក់តិចទៀតបងប្អូនខ្យងអាក់តិចរបស់គេមួយប៉ុណ្ណាណីមកហ្មងអញ្ចឹងថាយើងញ៉ាំបានទាំងអស់មកហ្មងអត់មានថាកន្លែងណាដែលថាយើងចោលបានទេណាសាកសម័យយើងបងប្អូនបើថាយើងដាក់អញ្ចឹងមួយចានទៅញ៉ាំតែជុំគ្នាមានអាត្រជាក់ក្រេបថែមទៀតអូយអានេះដៃឡើងអញ៉ៃតដើមគ្នាមិនថាមិនសឹងមិនឈ្នះមកហ្មងអញ្ចឹងវីដេអូមិនតែប៉ុណ្្នឹងទេបាយ